Um, well, like firstly, it's always a difficult game against them because they are so direct. They play so many long balls. They fight a lot. They kick a lot. They stop the game all of the time. I think it takes them 1 minute every goal kick. I think every throw in it take a long time. So it's hard to get rhythm because of how much time they waste. Yeah, first half I agree wasn't great. It was probably more of a 50-50 kind of game. We had some chances that we don't take. Not many, but we have good chance. They have one, they take it. Then we make some changes at half time. We change some things, and the second half much better. So, no, I'm happy with the 3 points against a difficult Tiger team, and happy with the second half performance. យើងដឹងហើយការប្រកួតជាមួយ Tiger គឺតែងតែពិបាកព្រោះ Tiger ជាក្រុមមួយដែលចូលចិត្តលេង direct លេងបាល់ទៅត្រង់លឿនហើយគេបញ្ចេញគ្រប់បាល់គេបានន័យថាគ្រប់បាល់ដែលគេបញ្ចេញគឺគេបញ្ចេញខ្លាំងហើយមួយទៀតគឺរាល់ពេលដែលបាល់ set up ឡើងលេងមកវិញគឺគេរៀបចំប្រយ័ត្នពេលយូរតាំងពី goal kick តាំងបាល់គប់ទោសគេគេរៀបចំប្រហែលជា1នាទីនៅក្នុងការលេងអញ្ចឹងវាអាចនឹងកាត់បន្ថយនៃចង្វាក់លេងរបស់យើងមួយចំនួនដែរហើយយើងដឹងហើយតង់ទី1ដូចយើងទទួលស្គាល់គឺយើងធ្វើអត់សូវបានល្អបន្ទាប់មកនៅក្នុងចន្លោះវគ្គក៏យើងបានរៀបចំនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធមួយចំនួនយើងឃើញតង់ទី2គឺយើងចាប់ផ្ដើមផ្លាស់ប្ដូរយើងធ្វើបានល្អមកវិញយើងសប្បាយចិត្តជាមួយទៅនឹងការលេងតង់ទី2ហើយនឹងសប្បាយចិត្តជាមួយទៅនឹង3បន្ទុកហ្នឹងឯង No, I think if you watch the games he played in the international competition, he's a very good football player. He also can play in a few different positions, which gives us some nice options when we're selecting the 11 and devising the game plan. And again, he does well today. He feeling a little bit sick today before the game, and he still put on a performance like that and get his first goal. So no, very happy with him. សម្រាប់ Fadi បើសិនជាយើងមើលតាំងពីគាត់ប្រកួតកន្លងមកជាពិសេសការប្រកួតអន្តរជាតិគាត់គឺជាកីឡាករល្អម្នាក់ហើយគាត់ក៏លេងបានច្រើនទូនាទីអញ្ចឹងគាត់ក៏ជាកីឡាករមួយដែលផ្ដល់ជំរឿនឲ្យយើងច្រើននៅក្នុងការ select ចូលទៅក្នុង11អ្នកដំបូងហើយយើងឃើញនៅក្នុងការប្រកួតមិញហ្នឹងទោះបីជាមុននឹងការប្រកួតគាត់មានអាការៈអត់សូវស្រួលមួយចំនួនគាត់អត់សូវស្រួលខ្លួននឹងថ្ងៃនេះប៉ុន្តែឃើញយ៉ាងហោចណាស់គាត់ធ្វើបានល្អហើយគាត់តបចូលទីនឹងថ្ងៃនេះ I think every coach in the world always wants to add players in the transfer window, but it just depends if the right one's available. We have a big squad, so obviously recent weeks we've some players have moved on. So if we do anything, we won't do a lot. Okay, អញ្ចឹងធម្មតានៅក្នុងរដូវកាលដោះដូរគឺក្រុមនីមួយៗគឺតែងតែចង់ផ្លាស់ប្ដូរកីឡាករហើយបើសិនជាយើងអាចធ្វើទៅបានហើយជាក់ស្ដែងគឺយើងមានក្រុមដែលមានចំនួនកីឡាករល្អច្រើនក្នុងក្លឹបរបស់យើងហើយកីឡាករមួយចំនួនក៏គាត់បានចាក់ចែងរួចរាល់ហើយអញ្ចឹងបើសិនជាយើងធ្វើការផ្លាស់ប្ដូរក៏យើងមិនធ្វើការផ្លាស់ប្ដូរច្រើនទេ